ធ្លាក់មកហើយម្សិលមិញថ្ងៃ20ម៉ោង11យប់ថ្ងៃនេះថ្ងៃ21ម៉ោង11យប់ម្សិលមិញគឺវានៅក្នុងម្ដុំនេះហើយខ្ញុំគិតថាអាចនឹងធ្លាក់មកឥឡូវធ្លាក់មកហើយខ្ទង់80000ជាងវាមកដល់កន្លែង key សំខាន់វាអីអញ្ចឹងយើងឃើញថានេះវាមិនទាន់ចូល bear market ទេតម្លៃនេះវានៅក្នុង uptrend ល្អទេនេះនៅ key support កន្លែងនេះ80000ជាងហ្នឹងអញ្ចឹងវាចូលមកដល់នេះហើយវាចាប់ផ្ដើមកន្លែងនេះ reject ហីអញ្ចឹងបើសិនជាផុតមកដល់ក្រោមនេះទៀតបានន័យថាបើវាធ្លាក់មកក្រោម80000ហ្នឹងទៀតចូលដល់70000ជាងហ្នឹង77000 76000ហ្នឹងយើងគិតថាតម្លៃអាចនឹងចូលមកដល់ម្ដុំនេះហើយ50000ជាងឬក៏ធ្លាយមកដល់40000ជាងក៏មានដែរអញ្ចឹងបើសិនជានេះវាអាចbear market ហើយអញ្ចឹងយើងនៅចាំមើលលទ្ធផលដែលចុះនេះដោយសារតែការព្យាករណ៍នៅសហរដ្ឋអាមេរិកដែលកាត់បន្ថយការប្រាក់នៅក្នុងខែ12ថ្ងៃទី10ការព្យាករណ៍គឺថាអត់កាត់ទេឱកាសនៅក្នុងការកាត់នោះបានតែ30%ជាងទេអញ្ចឹងធ្វើឲ្យទីផ្សារចុះទាំងcrypto ទាំងមាសទីផ្សារចុះដូចគ្នាជាពិសេស crypto នេះគឺធ្លាក់ចុះខ្លាំងមែនទែនពី90000ជាងប្រហែលថ្ងៃមុនទេឥឡូវសល់80000ជាងថាធ្លាក់$10000ក្នុងមួយ BTC អញ្ចឹងយើងទៅមើល time frame តូច time frame 4ម៉ោងយើងឃើញថាវាចាប់ផ្ដើម reject កន្លែងនេះហើយវាមាន candle bullish ទៅលើវិញអញ្ចឹងវាអាចនឹងមកម្ដុំនេះ80000ជាងបើសិនជាឡើងមកដល់ត្រឹមនេះហើយវាអាចទៅផុតវាទៅលើវិញតែបើអត់ផុតទេវាចុះមកវិញទៀតយើងនឹងឃើញហើយខ្ទង់ក្រោម70000វាចូលមកដល់80000នេះ70000តិចនេះហើយសម្រាប់បងប្អូនថ្មីចង់ចូលរួមគ្រប់ខ្ញុំបងប្អូនអាចចូលទៅក្នុង page របស់ខ្ញុំ TCH Crypto Analyze នៅក្នុង bio page របស់ខ្ញុំនៅក្រោមឈ្មោះ page របស់ខ្ញុំហ្នឹងគឺមាន link គ្រប់របស់ខ្ញុំទាំងពីរបានគ្រប់ព័ត៌មាននិងគ្រប់ chat Telegram ចឹងបងប្អូនអាចចូលរួមដោយសេរីយើងអាចរៀនពីគ្នាទៅវិញទៅមកក្នុងនេះគឺមាន admin បងគាត់តម្លាក់ព័ត៌មានខ្លះគាត់តម្លាក់ជាការវិភាគ analyze ជាមួយទីផ្សារ crypto analyze ជាមួយទីផ្សារថាវាអាចនឹងឡើងឬក៏ចុះអីដើម្បីយើងយកជាទិន្នន័យបញ្ជាក់មិនមែនយើងអាចយកកន្លែងនេះមកធ្វើតាមហ្មងទេគឺយើងយកជាទិន្នន័យយើងឃើញគាត់វិភាគទីផ្សារហើយយើងអាចយកជាទិន្នន័យហើយយើងធ្វើការសម្រេចចិត្តឲ្យខ្លួនឯងដោយសារអត់មានអ្នកណាដឹងទីផ្សារមុន 100% ទេសិតតែអាចខុសទាំងអស់អញ្ចឹងយើងមុននឹងសម្រេចចិត្តទិញ hold ឬក៏បើក future ឬអីគឺយើងត្រូវទទួលស្គាល់ខុសទទួលស្គាល់ត្រូវដល់ខ្លួនឯងអញ្ចឹងយើងមើលឆាត4ម៉ោងនេះគឺចាប់ផ្ដើមប្រហែលជាឡើងតិចវិញហើយអញ្ចឹងបើស្អែកយើងអាចឃើញនៅ85000 86000វាអាចឡើងតិចតួចទេហើយយើងនឹងរងចាំមើលថាមកដល់ key ធំនេះវានឹងបន្តទៅលើទៀតឬក៏វា reject ចុះមកក្រោមវិញ